ចាសម្រាប់វីដេអូយើងបើកមកគឺឃើញតែផ្ទះចាក៏យើងបានមកហូបធ្វើត្រីជៀនជួនជាមួយនឹងគ្នាចឹងបើវីដេអូមានអីទេមានដាក់ខ្ទះហើយយើងដាក់ប្រេងស្ដែកចូលចាំផ្ទះក្តៅហើយយើងដាក់អំបិលចូលទៅដើម្បីកុំឲ្យត្រីជាប់អញ្ចឹងខ្ញុំបានដាក់អំបិលចូលហើយយើងរងចាំបន្តិចដើម្បីឲ្យខ្លាញ់យើងឡើងក្តៅដើម្បីដាក់ត្រីទៅកុំឲ្យវាជាប់ខ្ទះហើយខ្ញុំរៀងលួយអំបិលបន្តិចដែរចឹងខ្ញុំដាក់ត្រីចូលដើម្បីបំពងសិនដោយសារធ្វើជៀនជួនខ្ញុំបំពងត្រីមុនហើយបានដាក់ធ្វើទៅជាជៀនជួនជាមួយដាក់ខ្ញីដាក់អីរូបពងផ្សេងទៀតនៅចូលនេះហើយយើងបំពងត្រីឲ្យក្រៀមសិនហើយថ្ងៃនេះខ្ញុំជៀនជួនជាមួយនឹងត្រីប្រាដោយសារខ្ញុំមកបានទិញត្រីឆ្កែងទេដោយសារអ្នកខ្លះគេចូលចិត្តត្រីឆ្កែងចូលចិត្តត្រីឆ្ពិនប៉ុន្តែខ្ញុំចូលចិត្តជៀនជួនជាមួយនឹងត្រីប្រាឥឡូវខ្ញុំកំពុងតែរងចាំត្រីរបស់យើងដើម្បីឲ្យរាងក្រៀមបន្តិចដោយសារចូលចិត្តបែបត្រីបំពងហើយវាមានលក្ខណៈរាងក្រៀមចឹងខ្ញុំក៏បានដាក់បំពងត្រីហើយកាត់ជាកង់ៗដូចនៅក្នុងវីដេអូនេះឯងហើយនេះគឺជារូបរាងត្រីរបស់យើងដែលបានដាក់ជានឹងមិញក៏ប៉ុតខ្ទះយើងអត់សូវល្អទេដោយសារខ្ទះយើងចាស់ដែរអញ្ចឹងធ្វើឲ្យត្រីរបស់យើងរាងចាប់ដែរហើយនេះគឺជាត្រីរបស់យើងសភាពត្រីរបស់យើងនៅពេលយើងរងចាំរាងយូរបន្តិចដើម្បីឲ្យវាក្រៀមអត់សូវល្អទេដោយសារខ្ញុំដាក់ទៅវារាងចាប់ជាមួយនឹងខ្ទះបន្តិចអញ្ចឹងខ្ញុំក៏បានប្រែត្រីដាក់ទៅម្ខាងទៀតហើយក៏បានរងចាំរហូតដល់ត្រីមើលទៅក្រៀមល្អហើយខ្ញុំក៏បានស្រង់ត្រីរបស់យើងដាក់ចូលមកក្នុងចានពេលដែលយើងបានស្រង់ត្រីដាក់ចានទៅម្លែកហើយខ្ញុំក៏បានរំលែកខ្លាញ់ចេញខ្លះពីខ្ទះហើយក៏បានយកខ្លាញ់នោះដែរនឹងឯងដាក់បំពងខ្ទឹមដាក់ស្ករអំបិលប៊ីចេទៅតាមចំណង់ចំណូលចិត្តរៀងខ្លួនតាមផ្ទះនីមួយៗហើយខ្ញុំក៏បានកូរបន្តិចដាក់ចូលគ្រឿងទាំងអស់នោះហើយខ្ញុំក៏បានបន្ថែមស្ករបន្តិចព្រោះខ្ញុំដាក់បន្តិចសិនដោយសារសៀងរបស់យើងគឺយើងប្រើសៀងផ្អែមដែរខ្ញុំខ្លាចផ្អែមជ្រុលអញ្ចឹងខ្ញុំក៏បានដាក់លួចស្ករបន្តិចហើយបន្ទាប់មកទៀតខ្ញុំក៏បានចាក់ត្រីដែលបានបំពងបីមិញចូលហើយត្រឡប់រាងចុះទេប៉ុន្តែអត់សូវបានញីខ្លាំងទេហើយបន្ទាប់មកក៏បានចាក់សៀងផ្អែមរបស់យើងចូលដល់ខ្ញុំបានចាក់ទឹកសៀងចេញហើយខ្ញុំយកតែក្របសណ្ដែកសៀងយកមកដាក់ហើយខ្ញុំក៏បានថែមទឹកបន្តិចដោយសារវាស្ងួតពេកចាហើយនេះគឺខ្ញុំដាក់ខ្ញីចូលខ្ញុំបានចិតជាចំណិតតូចៗរួចហើយខ្ញុំដាក់រាងច្រើនដែរប្រហែលជាចូលខ្ញីចិត្ត2ខាំដែរខ្ញុំបានតិចមកវាផ្សារខ្ញុំឲ្យគឺថ្លឹងមើលហើយចប់សក់ក្រោះហើយខ្ញុំក៏បានដាក់ក្របរងចាំប្រហែលជា5នាទីខ្ញុំក៏បានបើកមើលដោយសារខ្ញុំចង់ឲ្យខ្ញីសិតវាលក្ខណៈថាវាចង់ឆ្អិនជាមួយនឹងតែវាមិនឆ្អិនខ្លាំងពេកមកល្មមដើម្បីកុំឲ្យខ្ញីរាងហាំងពេលនេះខ្ញុំភ្លក់ទៅរាងផ្អែមខ្លាំងតែខ្ញុំក៏បានថែមអំបិលបន្តិចហើយក៏បានកូរចុះឡើងបន្តិចបន្តួចទៅហើយក៏បានភ្លក់ម្ដងទៀតហើយមើលទៅវាល្មមហើយខ្ញុំក៏បានបិទភ្លើងហើយរួចជាការស្រេចអរគុណសម្រាប់ការទស្សនាវីដេអូនេះ